ពីព្រេងនាយក្នុងដើមផតតកាប់នេះមានបរិសម្នាក់ឈ្មោះធម្មបាលជាអ្នកប្រាជ្ញចេះជាប់ត្រៃវេទព្រមទាំងចេះភាសាបក្សីសត្វផងដែរថ្ងៃមួយធម្មបាលបានសម្ដែងឲ្យមនុស្សក្នុងភូមិបានឃើញអេនោះដូចជាលោកធម្មបាលតើសូមលោកអញ្ជើញមកណែខ្ញុំឮគេថាលោកចេះភាសាសត្វនិងអាចហៅសត្វមកជិតខ្លួនហើយសារសងជាមួយគ្នាបានមែនទេលោកតើលោកអាចបញ្ចេញចំណេះនោះឲ្យពួកយើងបានឃើញម្ដងបានទេអូបានខ្ញុំអាចចេះខ្លះដែរចំពោះភាសាបក្សីសត្វនោះចាំខ្ញុំហៅសត្វសារិកាមួយគូដែលទុំលើដើមក្រូចនោះហើយខ្ញុំនឹងប្រាប់វាឲ្យទៅចឹកផ្លែចេកទុំនៅឯខាងត្បូងផ្ទះនោះណាចាំមើលចុះពេលនោះធម្មបាលក៏ប្រើភាសារបស់ខ្លួនហៅសត្វបក្សីនោះធ្វើតាមគម្រោងរបស់ខ្លួនហើយក៏បានដូចបំណងមែនរីឯអ្នកភូមិឃើញដូចនោះក៏នាំគ្នាលន់មាត់ហើយកោតសរសើរថាអូពិតជាអស្ចារ្យមែនណលោកម្ចាស់លោកពិតជាអ្នកមានចំណេះដឹងជ្រៅជ្រះគួរឲ្យខ្ញុំគោរពមែនភាពល្បីរបស់ធម្មបាលបានលេចលឺដល់កបិលមហាព្រហ្មដែលជាព្រះព្រហ្មសម័យនោះហើយគេគោរពបូជាខ្លាំងណាស់កបិលមហាព្រហ្មបានចាត់អាមាត្យថាណែអាមាត្យចូលឯងនាំគ្នាទៅរកបរិសម្នាក់នោះដែលលេចលឺឈ្មោះល្បីល្បាញសពទិសទីថាចេះភាសាបក្សីនោះមកជួបយើងណាព្រោះយើងចង់ជួបគេណាស់មានប្រាជ្ញាប៉ុណ្ណាទៅចង់លបងជាមួយគេមើលក្រាបទូលព្រះអង្គពួកទូលបង្គំនឹងទៅភ្លាមពួកអាមាត្យបាននាំគ្នាទៅដល់ភូមិមួយដែលធម្មបាលរស់នៅហើយក៏បានប្រាប់ពីដំណើររឿងដែលកបិលមហាព្រហ្មចង់ជួបបុរសធម្មបាលចំណែកឯបុរសធម្មបាលក៏បានជិលព្រមទៅជួបតាមការបញ្ជាពេលទៅដល់ទីស្នាក់របស់កបិលមហាព្រហ្មធម្មបាលក៏មានវិចារថាខ្ញុំសូមក្រាបថ្វាយបង្គំព្រះអង្គតើព្រះអង្គឲ្យគេហៅទូលបង្គំមកនេះមានកិច្ចការអ្វីដែរទៅព្រះអង្គពិតជាមានយើងឮថានាយជាមនុស្សដែលចេះមានចំណេះវិជ្ជាជ្រៅជ្រះទាំងផ្លូវលោកនិងផ្លូវធម៌សូម្បីតែភាសាសត្វផងដែរនោះណាណែធម្មបាលយើងចង់លបប្រាជ្ញាជាមួយឯងតើបានទេមិនអីទេក្រាបទូលបង្គំមានកិត្តិយសណាស់ដែលបានលបងប្រាជ្ញាឬដោះប្រស្នាជាមួយព្រះអង្គតើប្រស្នារបស់ព្រះអង្គនោះមានអ្វីខ្លះទៅសូមទ្រង់ដាក់បញ្ជាមកក្រាបទូលកបិលមហាព្រហ្មបានចោទសួរធម្មបាលយ៉ាងច្រើនប្រស្នាហើយត្រូវបានធម្មបាលឆ្លើយរួចទាំងអស់បន្ទាប់មកទៀតកបិលមហាព្រហ្មបានដាក់ប្រស្នា3ខថាណែធម្មបាលតាមការឆ្លើយរបស់នាយយើងឃើញថាឯងជាមនុស្សឆ្លាតឆ្លៀសវាងវៃមែនតែយើងនៅមានប្រស្នា3ខទៀតណាម្ដងនេះយើងនឹងភ្នាល់ធំចំពោះឯងហើយគឺដាក់អាយុជីវិតតើឯងហ៊ានដែរទេគឺថាបើអ្នកចាញ់ត្រូវកាត់ក្បាលហើយបើសិនជាយើងចាញ់យើងនឹងកាត់ក្បាលឲ្យឯងណាមិនអីទេក្រាបទូលសូមទ្រង់មានព្រះបន្ទូលមកក្រាបទូលចាំស្ដាប់ឲ្យច្បាស់ណាខទី1នៅពេលព្រឹកតើសេរីនៅឯណាទៅហើយខទី2ចុះពេលថ្ងៃត្រង់សេរីនៅត្រង់ណាដែរហើយឯខទី3តើនៅវេលាល្ងាចសេរីនៅត្រង់ណាបើធម្មបាលឯងដោះស្រាយប្រស្នានេះរួចនឹងរួចជីវិតតែបើមិនរួចទេយើងនឹងកាត់ក្បាលឯងហើយណាឮទេក្រាបទូលព្រះអង្គទូលបង្គំយល់ហើយប្រស្នានេះបើស្ដាប់ធម្មតាហាក់ជាសាមញ្ញណាស់តែតាមពិតប្រកាសជាមានន័យជ្រៅទូលបង្គំសូមអនុញ្ញាតពន្យាពេល7ថ្ងៃបានទេព្រះអង្គទូលបង្គំនឹងរកចម្លើយមកថ្វាយព្រះអង្គក្រាបទូលបានមិនអីទេទៅចុះកុំតែភ្លេចពាក្យសន្យាទៅណាលុះធម្មបាលថ្វាយបង្គំលាកបិលមហាព្រហ្មរួចមកក៏ធ្វើដំណើរមកលំនៅឋានរបស់ខ្លួនទាំងក្នុងចិត្តនឹកព្រួយជីពន់ពេកព្រោះខ្លាចដោះស្រាយប្រស្នាមិនរួចលុះ6ថ្ងៃកន្លងផុតទៅធម្មបាលនៅតែរកចម្លើយមិនឃើញដដែលហើយក៏បានគិតនៅក្នុងចិត្តថាហើយ6ថ្ងៃបានកន្លងផុតទៅហើយខ្ញុំរកចម្លើយមិនទាន់ឃើញសោះបើដើរទៅឲ្យកបិលមហាព្រហ្មកាត់ក្បាលខ្លួននោះពិតជាខ្មាស់គេណាស់គឺមានតែភៀសខ្លួនឲ្យឆ្ងាយពីទីនេះទោះជាស្លាប់នឹងអ្វីក៏ដោយចុះក៏ព្រមដែរប្រសើរជាងគេកាត់ក្បាលក្នុងចំណោមមហាជន
បន្ទាប់ពីធម្មបាលគិតរួចហើយក៏ធ្វើដំណើរគ្មានទិសដៅទៅដល់ភូមិមួយដែលមានដើមត្នោតជាច្រើនដោយសារតែអស់កម្លាំងធម្មបាលក៏បានចូលទៅជ្រកក្រោមម្លប់ត្នោតនោះពេលនោះមានសត្វឥន្ទ្រីមួយគូបានសាសងគ្នាថាណែបងមិនចាញ់ទៅរកចំណីតែថ្ងៃនេះតើបងមិនទៅព្រឹកស្អែកនឹងបានចំណីអ្វីឬសាច់ពីណាមកស៊ីកំព្រួយអូនស្អែកនេះយើងនឹងបានស៊ីសាច់ធម្មបាលនោះហើយព្រោះធម្មបាលដោះប្រស្នាមិនរួចហើយត្រូវមហាព្រំសម្លាប់ហើយតើប្រស្នានោះជាអ្វីទៅបានជាធម្មបាលដោះមិនរួចនោះគ្មានអ្វីពិបាកទេគឺថាកបិលមហាព្រំសួរថាតើពេលព្រឹកសេរីនៅត្រង់ណាត្រូវឆ្លើយថានៅត្រង់មុខហេតុនេះហើយទើបមនុស្សទាំងឡាយយកទឹកមកលុបលាងមុខរីឯខទី2ថ្ងៃត្រង់សេរីស្ថិតនៅត្រង់ណាគឺស្ថិតនៅត្រង់ទ្រូងហេតុនេះមនុស្សទាំងឡាយត្រូវយកទឹកមកលុបលាងទ្រូងរីឯពេលល្ងាចសេរីនៅត្រង់ណាត្រូវឆ្លើយថានៅត្រង់ជើងទើបមនុស្សទាំងឡាយយកទឹកមកលាងជើងសត្វឥន្ទ្រីមួយគូនេះសាសងគ្នានៅចុងត្នោតដោយមិនដឹងថាធម្មបាលកំពុងផ្ទៀងស្ដាប់នៅក្រោមដើមនោះឡើយធម្មបាលពេលឮនឹងដឹងចម្លើយមានចិត្តរីករាយយ៉ាងខ្លាំងរួចក៏បានវិលត្រឡប់ទៅគេហដ្ឋានខ្លួនវិញលុះព្រឹកឡើងក៏ប្រឹងដើរយ៉ាងប្រញាប់ទៅកលកបិលមហាព្រំរួចក៏បានផ្ដល់ចម្លើយដែលបានស្ដាប់ឮពីសត្វឥន្ទ្រីមួយគូនោះកបិលមហាព្រំក៏បានលន់មាត់ថាអូធម្មបាលឯងពិតជាឆ្លៀសវៃមែនណោះយើងសុកចិត្តចោះចាញ់ឯងហើយណាយើងនឹងកាត់ក្បាលដើម្បីបូជាដល់ធម្មបាលឯងតែយើងសូមហៅបុត្រីទាំង7អ្នករបស់យើងមកជួបយើងបន្តិចសិនណាខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំព្រះបិតាតើព្រះអង្គមានកិច្ចការអ្វីបានជាហៅបុត្រទាំងអស់មកជួបជុំគ្នាបែបនេះប្រកាសជាមានហើយបុត្រីចូលចាំស្ដាប់បិតាណាបិតាបានភ្នាល់ជាមួយនឹងធម្មបាលក្នុងការដោះប្រស្នាដាក់ប្រស្នានេះឥឡូវធម្មបាលគេបានដោះរួចហើយបិតាចាញ់ត្រូវកាត់ក្បាលបូជាដល់ធម្មបាលណាតែក្បាលរបស់បិតានេះមិនអាចធ្លាក់ទៅលើឋានណាបានទេគឺថាក្បាលបិតានេះធ្លាក់លើផែនដីនឹងកើតជាភ្លើងឆេះលោកធាតុបើបោះទៅលើអាកាសនឹងរាំងភ្លៀងបើបោះចោលទៅក្នុងសមុទ្រនឹងរីងស្ងួតអស់ហើយនៅបុត្រីដូចនេះគឺមានតែបុត្រីយកជើងពៀនមកដាក់ក្បាលបិតាហើយបុត្រីច្បងជាអ្នកកាន់ហែទៅភ្នំព្រះសុនេរុរួចហើយប្រដេះស្ថានទុកក្នុងមណ្ឌលឯភ្នំកៃឡាសនគរលុះគម្រប់1ឆ្នាំបុត្រីត្រូវតែផ្លាស់វេនគ្នាមកនឹងហែម្នាក់ម្ដងគឺហែប្រទក្សិណភ្នំព្រះសុនេរុជារៀងរាល់ឆ្នាំក្រោយពីបណ្ដាំរបស់កបិលមហាព្រំបានដាក់បញ្ញត្តិតទៅទៀតមានដូចជាបើសង្ក្រាន្តចំថ្ងៃអាទិត្យគឺវេននាងទុង្សា2បើសង្ក្រាន្តចំថ្ងៃច័ន្ទគឺវេននាងកោរកៈ3បើសង្ក្រាន្តចំថ្ងៃអង្គារគឺវេននាងរីខ្ជសា4បើសង្ក្រាន្តចំថ្ងៃពុធគឺវេននាងមន្ទា5បើសង្ក្រាន្តចំថ្ងៃប្រហោះគឺវេននាងកិរិណី6បើសង្ក្រាន្តចំថ្ងៃសុក្រគឺវេននាងកិមិរា7បើសង្ក្រាន្តចំថ្ងៃសៅរ៍គឺវេននាងមហោតរាដោយហេតុនេះហើយទើបប្រជាជនខ្មែរមានជំនឿហើយរៀបចំបូជាទេវតាដែលត្រូវវេនដង្ហែក្បាលកបិលមហាព្រំជារៀងរាល់ឆ្នាំចូលមកដល់ពុំដែលអខានឡើយ